ជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើនំប្រៅនីញ៉ាំនៅផ្ទះដោយខ្លួនឯងវិធីធ្វើគឺងាយស្រួលមិនមានគ្រឿងផ្សំញ៉ាំអ្វីច្រើននោះទេសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe Channel របស់ខ្ញុំសូមចុច Subscribe និងចុចសញ្ញាកណ្ដឹងនេះដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតតោះឥឡូវសូមមកមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាប្រើពងមាន់2គ្រាប់ដាក់ចូលទៅក្នុងចានដែកស្អាតមួយដាក់ស្ករហើយនិងអំបិលបន្តិចចូលវឹកស្ករសហើយនិងពងមាន់ឲ្យវាឡើងបើអត់មានម៉ាស៊ីនវាយបែបនេះទេវឹកនឹងដៃក៏បានដែរគ្រាន់តែវាចំណាយពេលយូរបន្តិចវឹកវារហូតទាល់តែវាប្រែជាពណ៌សខាប់បែបនេះចាក់ប៊ឺរំលាយចូលប៊ឺនេះខ្ញុំបានរំលាយហើយនិងសូកូឡាក៏ខ្ញុំបានរំលាយវារួចហើយដែរចាក់វាចូលកូរបញ្ចូលគ្នាឲ្យបានសព្វចាក់ម្សៅមីចូលហើយនិងម្សៅសូកូឡាចូល1ស្លាបព្រាបាយសម្រាប់ម្សៅហើយនិងម្សៅសូកូឡាត្រូវរែងបែបនេះឲ្យសាច់នំនឹងវាបានទន់ល្អរួចកូរច្របល់បញ្ចូលគ្នាឲ្យបានសព្វល្អយកទៅចាក់ចូលពុម្ពដើម្បីដុតនៅពេលដុតខ្ញុំប្រើកម្ដៅ180រយៈពេល20នាទីតែប៉ុណ្ណារួចរាល់បើមានចម្ងល់អ្វីបន្ថែមបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀត